ថ្មីនេះមានរឿងចម្លែកមួយបានកើតឡើងនៅក្នុងក្រុមអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Tesla ប្រធានផ្នែកស្ថាបត្យករថ្មរបស់ក្រុមហ៊ុន Tesla ប្រធានផ្នែកស្ថាបត្យកររបស់ក្រុមហ៊ុន Tesla លោក Vinit Mehta បានប្រកាសលាលែងពីតំណែងរបស់លោក Vinit Mehta ដែលបាននៅជាមួយ Tesla អស់រយៈពេល17ឆ្នាំគាត់បានចូលរួមជាមួយនឹងក្រុមហ៊ុនក្នុងឆ្នាំ2007មុនពេល Tesla ថែមទាំងបានបើកដំណើរការ Roadster ដំបូងរបស់ខ្លួននិងជាអ្នកនាំមុខគេក្នុងការស្នងតំណែង Elon Musk ក្នុងឆ្នាំ2022រួមជាមួយ Trevor Bekelo ដែលបច្ចុប្បន្នលោក Chibe និងលោក Straw បានចាក់ចេញចាប់តាំងពីលោក Elon Musk ចូលកាន់តួនាទីនយោបាយដោយចូលដៃជាមួយប្រធានាធិបតី Donald Trump គេឈ្មោះរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះផលវិបាកមានភាពរហ័សដោយមានការតវ៉ានៅខាងក្រៅបន្ទប់តាំងបង្ហាញនិងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនការលក់បានធ្លាក់ចុះច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Tesla ដោយប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ 71% នៅក្នុងត្រីមាសទី1នៃឆ្នាំ2025បានកើនឡើងបន្តិចបន្ទាប់ពីលោក Elon Musk បានប្រកាសពីការវិលត្រឡប់របស់គាត់ទៅកាន់ក្រុមហ៊ុនក៏ដោយអ្នកជំនាញមួយចំនួនជឿថាជាមួយនឹងក្រុមហ៊ុន Tesla ប្រឈមនឹងវិបត្តិអត្តសញ្ញាណការត្រឡប់មកវិញរបស់ Elon Musk ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីស្ដារទំនុកចិត្តដែលបាត់បង់នោះទេ